បាទសួស្តីបងប្អូនថ្នាក់ទី12ដែលបានចូលរួមមកសិក្សាជាមួយខ្ញុំឥឡូវនេះដល់វគ្គសំណួរទី6សំណួរទី6គេសួរថាតើព្រះបាទអង្គឌួងបានធ្វើដូចម្តេចខ្លះដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលីអុងទី3ហើយលទ្ធផលដូចម្តេចសំណួរទី7បន្ទាប់ពីបរាជ័យតើព្រះបាទអង្គឌួងបានធ្វើដូចម្តេចខ្លះជាមួយបារាំងដើម្បីអ្វីហើយសំណួរទី8នៅថ្ងៃទី1ខែកញ្ញាឆ្នាំ1858មានព្រឹត្តិការណ៍អ្វីកើតឡើងនៅប្រទេសវៀតណាមតើបងប្អូនកុំឲ្យខាតពេលយូរខ្ញុំមានតែ3សំណួរនឹងទេដោយសារវារៀងវែងដែរដើម្បីកុំឲ្យយូរតោះចូលសំណួរទី6ហើយក៏ជាចម្លើយទី6ព្រះបាទអង្គឌួងបានពឹងបុព្វជិតកាតូលិកមួយអង្គនាមមីសដែលបានចូលមកផ្សព្វផ្សាយសាសនានៅកម្ពុជាចាប់ពីឆ្នាំ1848មកម្លេះបុព្វជិតអង្គនេះធានានឹងយកព្រះរាជសារជាភាសាបារាំងនិងមន្ត្រីខ្មែរ2នាក់ទៀតនាមកុយដេម៉ុងទីរ៉ូនិងប៉ែនដែលព្រមទាំងសុយសារអាករទៅជាមួយផងដើម្បីថ្វាយព្រះចៅណាប៉ូលីអុងទី3តាមរយៈអគ្គកុងស៊ុលបារាំងប្រចាំសង្ហបុរីប៉ុន្តែត្រូវបរាជ័យហើយមូលហេតុអីជាការបរាជ័យហ្នឹងគឺមានការរៀបរាប់នៅសំណួរបន្តបន្ទាប់ឥឡូវយើងចូលមកក្នុងសំណួរទី7បន្ទាប់ពីបរាជ័យព្រះអង្គបានផ្ញើសារលិខិតពីរលើកទៀតទៅកាន់បារាំងដើម្បីឲ្យបារាំងធ្វើអន្តរាគមន៍លើទឹកដីកូសាំងស៊ីនដែលបាត់បង់នៅឆ្នាំ1841ដែលបានបញ្ជើបារាំងថាកោះត្រឡាចគឺទឹកដីខ្មែរចំណែកឯមួយភាគធំទៀតនៅត្រើយទន្លេមេគង្គដែលប្រទេសអាណាមបានយកនោះព្រះអង្គមិនតវ៉ាទេបាទត្រង់នេះគឺសបញ្ជាក់ថាទឹកដីកូសាំងស៊ីនដែលជាទឹកដីកម្ពុជាក្រោមយើងហ្នឹងគឺបាត់បង់តាំងពីឆ្នាំ1841មកម្លេះគឺដោយសារតែកាលនោះប្រទេសកម្ពុជាយើងស្ថិតនៅក្នុងអាណាព្យាបាលរបស់អាណាមផងដែរដែលប្រជាជនអាណាមបាននាំគ្នាមកនៅរស់នៅទឹកដីកម្ពុជាក្រោមច្រើនទៅដែលធ្វើឲ្យបារាំងមើលឃើញថាប្រជាជនវៀតណាមច្រើនទៅក៏ទឹកដីនេះគឺបានប្រទេសកម្ពុជាទឹកដីកម្ពុជាហ្នឹងគឺបានប្រទេសអាណាមកាន់កាប់តាំងពីពេលនោះមកតោះឥឡូវចូលមកដល់សំណួរទី8ហើយក៏ជាចម្លើយទី8នៅថ្ងៃទី1ខែកញ្ញាឆ្នាំ1858ព្រឹត្តិការណ៍ដែលកើតឡើងនៅប្រទេសវៀតណាមហ្នឹងគឺមានបេសកកម្មមួយដែលមានប្រទេសអេស្ប៉ាញនិងបារាំងហើយបានទៅកាន់ទីក្រុងដាណាងដើម្បីជួយស្រោចស្រង់ជីវិតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិកដែលនៅមានជីវិតពីការសម្លាប់របស់ស្ដេចអាណាមបាទសួស្ដីអ្នកសិស្សទាំងអស់គ្នាជាយាមកត់ហើយទន្ទិញម្ដងហើយម្ដងទៀតនៅសំណួរបែបនេះខ្លីៗសិនដើម្បីយើងនឹងវិវត្តខ្លួនដើម្បីអាចនឹងធ្វើសំណួរនឹងចម្លើយបែបប្រឡងទុតិយភូមិបានអញ្ចឹងយើងរៀនមានកម្រិតរៀនបន្តិចហើយព្យាយាមកត់សំណួរដែលខ្ញុំបានណែនាំទៅដោយសារតែខ្ញុំបានសិក្សាពីសំណួរបែបនេះហើយខ្ញុំក្តាប់សំណួរទាំងអស់នេះដើម្បីយកទៅសិក្សាជាសំណួរដែលប្រឡងទុតិយភូមិបាទអរគុណច្រើន